ឆ្លើយតបសំណួរបងវិធីដែលបងលើកឡើងពីបញ្ហាមន់ដែលស៊ីចំណីសម្រាប់ហើយចំណីក្រុមហ៊ុនបាននៅតែស្គមនៅតែធំយឺតណាបាទនៅធំយឺតដោយសារអីបាទមានរឿង3បងត្រូវទៅពិនិត្យមើលឡើងវិញណាទី1កតាពូជបងកតាពូជបាទពូជសំខាន់ណាបើសិនជាយើងអត់បានសម្រាប់ពូជបានល្អទេជាពិសេសគឺពូជមន់ចាយបច្ចុប្បន្ននៅមានទៀតចាំ5 ខែអាហ្នឹងមកបានលក់បាទគេចាំតែ3 ខែ3 ខែកន្លះ1 គីឡូ3 1 គីឡូ5អីចឹងទៅហើយពូជមន់ចាយពូជមន់ទូចហ្នឹងបាទ5 ខែបាន1 គីឡូ3 1 គីឡូកន្លះអាហ្នឹងប្រយ័ត្នទៅលើពូជហើយពូជនេះមិនមែនគ្រាន់តែការជ្រើសរើសពូជដែលបានធំមេបាធំទេក៏ប៉ុន្តែពូជដែលកូនមន់ដែលមានបញ្ហាសុខភាពពាក់ព័ន្ធនឹងកន្លែងភ្ញាស់ពាក់ព័ន្ធនឹងការថែទាំដែលធ្វើឲ្យកូនមន់វាបាក់វាក្រិនហ្នឹងបងអាហ្នឹងខ្ញុំចង់សម្ដៅអាហ្នឹងផងដែរពេលខ្លះហ្នឹងកូនមន់ដោយសារតែយើងអត់មានបច្ចេកទេសថែទាំធ្វើឲ្យកូនមន់ហ្នឹងបាក់ហ្មងតាំងពីតូចមកអាយុ1 អាទិត្យ 2 អាទិត្យហ្នឹងគឺថាថ្នាំដាក់សឹងរាល់ថ្ងៃដោយសារតែខ្លាចវាឈឺខ្លាចវាងាប់ហ្នឹងធ្វើឲ្យកូនមន់ក្រិនខូចថ្លើមហ្មងអាហ្នឹងគឺកតាពូជកតាកូនមន់ហ្នឹងឯងណាបងទៅពិនិត្យមើលអាហ្នឹងជាពិសេសកន្លែងដែលគាត់ចិញ្ចឹមខ្វះបច្ចេកទេសហ្នឹងគឺថ្នាំដាក់ឲ្យផឹករាល់ថ្ងៃដោយបារម្ភខ្លាចឈឺហ្នឹងមន់ខូចថ្លើមខូចតម្រង់នោមហ្មងអាហ្នឹងសំខាន់ណាអាហ្នឹងទី1ទី2កតាចំណីហ្នឹងផងដែរបងត្រូវពិនិត្យមើលណាបាទតែថាចំណីសម្រាប់ហើយក៏ដោយក៏ប៉ុន្តែបងត្រូវមើលថាចេះអញ្ចឹងបានខ្ញុំណែនាំឲ្យការប្រើប្រាស់ចំណីយើងត្រូវកំណត់អត្តសញ្ញាណចំណីហ្នឹងឲ្យច្បាស់តើចំណីក្រុមហ៊ុនណាអាហ្នឹងសំខាន់ណាស់ដើម្បីយើងធ្វើការប្រៀបធៀបគ្នាមើលដើម្បីបងជ្រើសរើសបានល្អបងត្រូវការគុំទៅទិញចំណីគេដេប៉ូគេច្រក1 គីឡូ 2 គីឡូដោយអត់មានដឹងថាចំណីក្រុមហ៊ុនអីម៉ាកអីប្រូតេអ៊ីនប្រមាណយើងអត់ដឹងណាអញ្ចឹងបងប្អូនបងត្រូវទិញចំណីពីក្រុមហ៊ុនណាមួយហើយបងច្បាស់ទៅលើឈ្មោះក្រុមហ៊ុនហ្នឹងបងហើយបងសាកប្រើក្រុមហ៊ុនមួយទៀតដើម្បីប្រៀបធៀបគ្នាមើលថាតើមានការលូតលាស់បែបម៉េចអាហ្នឹងណាចំណីកុំឲ្យយើងងាប់តែជាមួយចំណីមកក្រុមហ៊ុនយើងត្រូវសាកល្បងចំណីក្រុមហ៊ុនផ្សេងទៀតយកមកប្រៀបធៀបគ្នាមើលថាតើមួយណាវាល្អជាងអាហ្នឹងការជ្រើសរើសចំណីបាទមួយទៀតកតាប៉ារ៉ាស៊ីតបងកតាប៉ារ៉ាស៊ីតនៅក្នុងខ្លួនមន់កណាតែធំតិចទៅគឺយើងមិនតម្រូវឲ្យយើង1 ខែកន្លះយើងទម្លាក់ព្រូនម្ដង1 ខែកន្លះទម្លាក់ព្រូនម្ដងទៅបាទក្នុងវ័យ3 ខែកន្លះហ្នឹងណា4 ខែហ្នឹងធ្វើឲ្យបាន2 ដងទៅ1 ខែកន្លះធ្វើម្ដង1 ខែកន្លះទៀតធ្វើម្ដងទៀតចឹងដល់លក់ហ្មងអានេះគឺជាមធ្យោបាយមួយទៀតជួយកម្ចាត់ចោលនៅពពួកសត្វល្អិតហ្នឹងដែលវាមានចំណែកទាញយកសារធាតុពីចំណីទៅចិញ្ចឹមខ្លួនវាធ្វើឲ្យមន់ចឹងកង្វះអាហារូបត្ថម្ភធ្វើឲ្យយឺតចឹងណាបាទហើយមានកតារួមផ្សំទៀតដូចជាពាក់ព័ន្ធនឹងកតាជំងឺរ៉ាំរ៉ៃបងកណាតមន់យើងកើតជំងឺឈឺរ៉ាំរ៉ៃប្រើថ្នាំញឹកញាប់អាហ្នឹងក៏វាធ្វើឲ្យធំយឺតដែរចឹងណានេះជាអីដែលខ្ញុំអាចជូនយោបល់បងបានចឹងសរុបមកវិញវិធីសាស្ត្រនៅក្នុងការកែប្រែជ្រើសរើសប្រភពកូនមន់ឲ្យបានល្អប្រភពពូជឲ្យបានល្អជ្រើសរើសចំណីឲ្យបានត្រឹមត្រូវហើយកម្ចាត់សត្វល្អិតនឹងឲ្យបានទៀងទាត់ណាអានឹងវិធីសាស្ត្រក្នុងការកែលម្អហើយធ្វើម៉េចមន់ផ្ដោតលើការអនាម័យជីវសុវត្ថិភាពឲ្យបានច្រើនកម្មវិធីវាក់សាំងការពារឲ្យបានច្រើនដើម្បីការពារការប្រើប្រាស់ថ្នាំធ្វើឲ្យមន់ខូចថ្លើមខូចតម្រង់នោមនេះជាវិធីសាស្ត្រក្នុងការកែប្រែ